ជំរាបសួរលោកយាយលោកតាមានមីងបងប្អូនដែលជាអាណាព្យាបាលរបស់និស្សិតទាំងអស់គ្នាជាទីគោរពហើយក៏សួស្តីចំពោះបងប្អូននិស្សិតជាទីរាប់អានទាំងអស់គ្នាហើយក៏សូមអបអរសាទរចំពោះជោគជ័យនៃការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលកន្លងទៅនេះហើយបងប្អូនទទួលបាននៅលទ្ធផលដ៏ត្រចះត្រចង់សម្រាប់ការប្រឡងរបស់បងប្អូនទាំងអស់គ្នាក្រោមមលុបសន្តិភាពដែលថ្នាក់ដឹកនាំរបស់យើងអស់លោកខិតខំដឹកនាំបាទខិតខំជួយរក្សាបាននៅសុខសន្តិភាពជូនយើងទាំងអស់គ្នាដូច្នេះវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យានេះបាទគឺបើកទ្វារចំហរងចាំបងប្អូនទាំងអស់គ្នាបាទដើម្បីផ្ដល់នូវសេវាកម្មដ៏ល្អវិសេសវិសាលណាសម្រាប់បងប្អូនក្នុងឆ្នាំសិក្សា2025-26នេះបាទអញ្ចឹងយើងគួរតែជ្រើសរើសនៅសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងបច្ចេកវិទ្យាដើម្បីសិក្សាក្នុងនោះដែរគឺសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងបច្ចេកវិទ្យាគឺមាន5មហាវិទ្យាល័យហើយមានរហូតដល់15ជំនាញបាទក្នុងនោះគឺមានមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គមបាទមានមហាវិទ្យាល័យវិទ្យាសាស្ត្របច្ចេកវិទ្យាមហាវិទ្យាល័យមនុស្សសិល្បៈមនុស្សសាស្ត្រនិងភាសាមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងមហាវិទ្យាល័យអភិវឌ្ឍជនបទបាទហើយក្នុងនោះគឺជំនាញមានជំនាញនីតិសាស្ត្ររដ្ឋបាលសាធារណៈមានសេដ្ឋកិច្ចមានសវនកម្មមានទីផ្សារគ្រប់គ្រងទេសចរមានវិទ្យាសាស្ត្រកុំព្យូទ័រវិទ្យាសាស្ត្រសំណង់ស៊ីវិលស្ថាបត្យកម្មអភិវឌ្ឍជនបទវិទ្យាសាស្ត្រជលផលនិងជំនាញសេដ្ឋសាស្ត្របាទហើយដោយឡែកចំពោះភាសាអង់គ្លេសគឺមានបង្រៀនភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ចនិងភាសាអង់គ្លេសសម្រាប់បកប្រែក្នុងនោះដែរគឺសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងបច្ចេកវិទ្យានឹងបំពេញបន្ថែមនៅភាសាអង់គ្លេសបងអូនបន្ថែមទៀតណាបាទដោយមិនយកកម្រាយបានន័យថាយើងសិក្សា5មុខវិជ្ជាហើយបន្ថែមភាសាអង់គ្លេសបំពេញមុខវិជ្ជាថែមទៀតបាទនេះសម្រាប់សាកលវិទ្យាល័យ CUMT ទី3តើគួររៀនជំនាញអ្វីការជ្រើសរើសនៅជំនាញនេះគឺជាការសំខាន់របស់និស្សិតម្នាក់ក្នុងការជ្រើសរើសជំនាញបងប្អូនត្រូវតែមានចក្ខុវិស័យនិងគោលបំណងឲ្យច្បាស់លាស់មុននឹងសម្រេចចិត្តក្នុងការរៀនជ្រើសរើសយកនៅជំនាញតខ្លួនយើងត្រូវគិតថាជំនាញនៅមហាវិទ្យាល័យគឺជាជំនាញមួយដែលយើងអាចប្រឡងជាប់ទៅយើងអាចទៅបំពេញការងារទៅតាមជំនាញរៀងខ្លួនក្នុងការទទួលជំនាញនេះឬក៏ជ្រើសរើសជំនាញនេះត្រូវតែមានចក្ខុវិស័យនិងគោលដៅច្បាស់លាស់ថាតើរៀនចប់4ឆ្នាំឯងធ្វើអីបាទពួកនិស្សិតជាច្រើនគាត់មកចុះឈ្មោះចូលរៀនគាត់មិនទាន់ដឹងថាគោលដៅរបស់គាត់យ៉ាងម៉េចនោះទេអញ្ចឹងសំខាន់គឺយើងត្រូវតែរៀននៅជំនាញណាមួយឧទាហរណ៍ថាបងអូនជ្រើសរើសយកជំនាញវិទ្យាសាស្ត្រកុំព្យូទ័រអញ្ចឹងយើងដឹងថាសមត្ថភាពយើងឬក៏គេហៅថាមូលដ្ឋានយើងពីក្រោមមកតើយើងអាចទទួលបានអត់យើងសិក្សាជំនាញភាសាអង់គ្លេសតើពីក្រោមយើងមានគ្រឹះនៃភាសាអង់គ្លេសបានខ្លះហើយនៅអញ្ចឹងយើងត្រូវតែសម្រេចចិត្តឲ្យច្បាស់បើសម្រេចចិត្តឲ្យច្បាស់យើងជ្រើសរើសជំនាញអត់ខុសទេនៅពេលដែលយើងរៀនចប់គឺយើងទទួលបានផលណាហើយយើងអាចធ្វើការបានដូច្នេះនៅសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យានេះគឺមិនត្រឹមតែបណ្ដុះបណ្ដាលទ្រឹស្ដីទេបណ្ដុះបណ្ដាលទាំងទ្រឹស្ដីនិងការអនុវត្តរយៈពេល4ឆ្នាំបងប្អូនរៀនសិក្សាចប់គឺបងប្អូននឹងមានជំនាញច្បាស់លាស់ដោយខាងខ្ញុំជ្រើសរើសយកគ្រូជំនាញច្បាស់លាស់ទាំងទ្រឹស្ដីនិងអនុវត្តយកមកដើម្បីនឹងបណ្ដុះបណ្ដាលបងប្អូននិស្សិតដែលមានបំណងសិក្សានៅទីនេះបាទទី4សំណួរទី4គឺតើរៀនដោយរបៀបណាការរៀនដោយរបៀបណានេះគឺបងប្អូនត្រូវគិតថាតើពេលវេលានៃការសិក្សារបស់បងប្អូនថាយើងសិក្សានៅពេលណានៅពេលព្រឹកពេលរសៀលពេលយប់ឬក៏សៅរ៍អាទិត្យអានេះជាចំណុចសំខាន់សួរថាហេតុអីបានយើងទៅជ្រើសរើសបែបនេះព្រោះពេលវេលាយើងទៅគិតថាអាយុ18ឬក៏20ឆ្នាំនេះគឺយើងឡើងមកដល់មហាវិទ្យាល័យគឺយើងត្រូវតែគិតគូរថាពេលវេលាត្រូវការជ្រើសរើសច្បាស់លាស់ព្រោះពេលវេលាសំខាន់ហើយយើងត្រូវធ្វើការងារបន្ថែមពីព្រោះអីពីព្រោះថាបើសិនជាយើងជ្រើសរើសនៅយកពេលវេលាពេលព្រឹកជួនកាលយើងត្រូវការធ្វើការងារដើម្បីគេហៅថាកាត់បន្ថយការចំណាយពីផ្ទះ
បាទពុកម្ដាយបានកាត់បន្ថយការចំណាយពីឪពុកម្ដាយរបស់យើងគឺជាការល្អអញ្ចឹងការសិក្សារបស់យើងត្រូវជ្រើសរើសពេលវេលាច្បាស់លាស់តើយើងគួររៀនពេលព្រឹកឬរសៀលឬក៏ពេលយប់ឬក៏សៅរ៍អាទិត្យក្នុងន័យនេះខ្ញុំសូមបញ្ជាក់ថាពេលវេលានៅសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងបច្ចេកវិទ្យានេះគឺមានបើកនៅពេលព្រឹកនិងរសៀលសម្រាប់និស្សិតអាហារូបករណ៍ 100% 150កន្លែងនឹងឯងហើយនិស្សិតទទួលអាហារូបករណ៍ 70% និង 50% គឺយើងសិក្សាពេលយប់ហើយនិងសៅរ៍អាទិត្យនេះជាពេលវេលាអញ្ចឹងនៅឆ្នាំ 2025-26 នេះគឺសូមជម្រាបបងប្អូនថាសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនឹងបច្ចេកវិទ្យានេះគឺបើទូលំទូលាយសម្រាប់បងប្អូននិស្សិតដែលមានបំណងចុះឈ្មោះចូលមកសិក្សានៅទីនេះបាទគឺយើងសិក្សាពីព្រឹកពេលរសៀលគឺនិស្សិតអាហារូបករណ៍ 100% តែម្ដងបាទហើយ 100% នេះគឺសិក្សាពីព្រឹកនិងពេលរសៀលដែលឡែកពេលយប់ពីចាប់ពីម៉ោង 5 កន្លះរហូតដល់ម៉ោង 8 កន្លះយប់គឺយើងសិក្សាទទួលអាហារូបករណ៍បាន 70% និង 50% ហើយនឹងសៅរ៍អាទិត្យគឺយើងសិក្សាពីថ្ងៃពេញតែម្ដងបាទអញ្ចឹងអ្វីដែលខ្ញុំបានជម្រាបបងប្អូននេះគឺចំណុចសំខាន់ដែលសាកលវិទ្យាល័យមានហើយបងប្អូនមានចំណាប់អារម្មណ៍គឺសូមបងប្អូនជួយមកចុះឈ្មោះសិក្សាឲ្យទាន់ពេលវេលាព្រោះកន្លែងគឺមានកំណត់គឺយើងមាន500កន្លែងបាទសម្រាប់ផ្ដល់ជូននិស្សិតបាទហើយចំណុចចុងក្រោយគឺខ្ញុំសូមបញ្ជាក់ថាយើងដែលជានិស្សិតម្នាក់រៀនចប់មធ្យមសិក្សាទុតិយភូមិហើយគួរតែយើងប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍ក្រោយពេលយើងចក្ខុវិស័យនិងមានគោលដៅច្បាស់លាស់ហើយយើងត្រូវតែប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍បាទកុំចំណាយពេលវេលាចោលហើយយើងត្រូវតែមានគេហៅថាការបដិញ្ញាចិត្តនិងភាពក្លាហានជាទូទៅនិស្សិតតែទើបតែមកពីជនបទថ្មីដែលគាត់ចូលរៀនមហាវិទ្យាល័យក៏ដូចជាយើងបានចប់នៅមធ្យមសាទុតិយភូមិតែភ័យខ្លាចតើមិនដឹងតើរៀនអ្វីរៀនជំនាញអ្វីរៀននៅណាហើយរៀននឹងរៀនអ្មិចវាស្រួលឬក៏ពិបាកវាសំខាន់យើងក្លាហានយើងបដិញ្ញាចិត្តហើយយើងត្រូវតែស្គាល់ខ្លួនឯងឲ្យច្បាស់ហើយយើងជឿជាក់ខ្លួនឯងឲ្យច្បាស់បាទយើងត្រូវជឿជាក់ខ្លួនឯងច្បាស់ថាគេរៀនបានអាត្មាអញក៏រៀនបានដែរហើយវាជាឱកាសមាសសម្រាប់បងប្អូននិស្សិតទាំងអស់គ្នាបាទត្រូវតែជឿជាក់លើខ្លួនឯងបាទដើម្បីបន្តយកមហាវិទ្យាល័យបានហើយសម្រាប់នៅវិរិយនិច្ចកម្ពុជាយើងអនាគតទៅគឺចាប់ពីនឹងទៅគឺទទួលយកអ្នកដែលមានចំណេះជំនាញពិតប្រាកដទៅធ្វើការហើយការងារកន្លែងការងារមិនខ្វះទេវាសំខាន់តើបងប្អូនទាំងអស់គ្នាសម្រេចចិត្តបានច្បាស់លាស់ហើយជ្រើសរើសយកជំនាញរបស់ខ្លួនឲ្យបានច្បាស់លាស់ហើយនៅទីកន្លែងដែលបងប្អូនត្រូវសិក្សាតែប៉ុណ្ណឹងទេបាទដោយឡែកចំពោះសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនឹងបច្ចេកវិទ្យាគឺសម្រាប់ការអភិវឌ្ឍធនធានមនុស្សបាទដ៏ល្អណាហើយនិស្សិតគាត់មានគេហៅថាការងារហើយការសិក្សារបស់គាត់នៅពេលដែលរៀនអាចសាលាសាកលវិទ្យាល័យនេះគឺនឹងបញ្ជូនបើសិនជាបងប្អូនមានសមត្ថភាពពេញលេញដែលល្អមែនគឺខាងសាកលវិទ្យាល័យនឹងបញ្ជូនបងប្អូនទៅរៀននៅបរទេសទៀតបាទដូច្នេះខ្ញុំសូមជម្រាបបងប្អូនថាយើងត្រូវតែបដិញ្ញាចិត្តណាហើយនឹងមានចក្ខុវិស័យច្បាស់លាស់ទទួលបានគេថាភាពក្លាហានជឿជាក់លើខ្លួនឯងណាបាទថាគេរៀនបានអាត្មាអញក៏រៀនបានដែរដូច្នេះសូមបងប្អូនសម្រេចចិត្តហើយទំនាក់ទំនងមកខាងការិយាល័យព័ត៌មានដែលផ្នែកខាងព័ត៌មានដើម្បីចុះឈ្មោះសិក្សាសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនឹងបច្ចេកវិទ្យាសូមស្វាគមន៍បាទបងប្អូនគ្រប់ពេលវេលាបាទដើម្បីនឹងអញ្ជើញមកចុះឈ្មោះចូលរៀននៅទីនេះបាទហើយសូមជាចុងក្រោយគឺសូមគ្រប់ជូនពរលោកយាយលោកតាមេមីបងប្អូនដែលជាអាណាព្យាបាលរបស់និស្សិតក៏ដូចជាជូនពរបងប្អូននិស្សិតទាំងអស់បាទដែលជោគជ័យនៅលើមធ្យមសិក្សាទុតិយភូមិកន្លងមកហើយនេះបាទសូមបងប្អូនទទួលតែសេចក្តីសុខបាទសេចក្តីចម្រុងចម្រើនហើយជោគជ័យ
នៅក្នុងការសិក្សានៅឆ្នាំ2025-26នេះបាទសូមអរគុណសូមជម្រាបលា